ពេលហ្នឹងខ្ញុំខប៉ាខ្ញុំខដែលសារប៉ាខ្ញុំវាយម៉ែដោយសារឯងគាត់ឃើញខ្ញុំអញ្ចឹងនេះចិត្តជាឪពុកហ៎បងបែងឃើញកូនជាអញ្ចឹងហ៎បែងមានអារម្មណ៍ម៉េចចុះម៉ាក់ខ្ញុំមកបារម្ភពីខ្ញុំមិនចង់ហើយចូលបែងជីលាក់មកខ្ញុំហ្នឹងហើយចុះបែងបើកវាឡានមកបែងហាបែងខ្ញុំឈរនៅតំណឹងបែងជីមកផាំងអញ្ចឹងហ្មងនេះខ្ញុំមិនយកពេលហ្នឹងបែងទទួលស្គាល់លំហថាបែងអ្នកខ້ອຍតាបានមកដល់ហើយប្រិមិត្តបាទដោយហេតុការណ៍នេះករណីបាទប៉ះពៀគ្នាបាទបង្កទៅជាបហិង្សាបាទម្ចាស់ឡានបាទខោកបាទម្ចាស់ម៉ូតូ3កញ្ញោបាទប្រិមិត្តបាទខោកដបង2កញ្ញោបាទខោកបាទចុងក្រោយ1កញ្ញោទៀតបាទហើយឥឡូវនេះបាទ3កញ្ញោបាទម្ចាស់ឡានបាទបើកចូលទៅក្នុងផ្ទះបាទតែពេលម្ចាស់ម៉ូតូគាត់អត់ព្រមនិងអត់សុខចិត្តទេដោយសារតែបាទបងប្រុសដែលជាម្ចាស់ឡានហ្នឹងគាត់បានខោកបាទទៅលើបាទប្អូនប្រុសខាងលើហ្នឹងបាទ3កញ្ញោបាទប្រិមិត្តបាទប៉ាខ្ញុំគាត់ចេញពីឡានហើយខ្ញុំក៏បើកទ្វារចេញដែរទៅដោយសារខ្ញុំពលឡានខ្ញុំក៏រៀនងាយងើខ្ញុំចេញពីឡានខ្ញុំថាមកឈរនៅកន្លែងនេះខ្ញុំចេញពីឡានខាងហ្នឹងណាហើយគាត់ជិះមកវងមកអញ្ចឹងមកប៉ាខ្ញុំគាត់គិតទៅខាងនោះទៅពេលហើយខ្ញុំនៅនឹងខ្ញុំនៅឈរនៅបើកទ្វារហ្នឹងហើយទៅគាត់ជិះមកបុកផាំងខ្ញុំខ្ញុំទប់នឹងឡានបុកអូនហ្មងបុកត្រូវអីណាបុកទ្វារឡានហ្នឹងខ្ញុំជាប់នឹងឡានហ្នឹងបុកត្រូវច្រមុះខ្ញុំហើយនឹងជើងខ្ញុំត្រូវច្រមុះត្រូវជើងទៀតចាហើយទៅពេលឪពុកឃើញក៏ឪពុកខឹងតែម្ដងប៉ាខ្ញុំទៅវងគាត់សួរថាអីគេមិនបានជិះអត់មើលឡានអីចឹងគាត់ថាគាត់អត់ឃើញឡានទៅប៉ាខ្ញុំខោកមកកញ្ញោដោយសារតាឡានបើកហ្វាឡើងប៉ុណ្ណាណីហ្មងហើយគាត់អត់ឃើញមិនខ្ញុំអត់មានមូលហេតុទេហ្មងហើយគាត់និយាយឡើងមកកំហឹងមកឆាវសរុបទាំងអស់ប្រហែលកញ្ញោបងទាំងអស់មែនបង3កញ្ញោបង3កញ្ញោដំបង1កញ្ញោដំបង2បងប្រហែលទៀតដំបង2អាក្នុងក្រោយពិតគូត1កញ្ញោទៀតខ្លាំងមក1កញ្ញោហ្នឹងបាទអត់ទេអា2ដំបងខ្លាំងបងអា2ដំបងកំហឹងគាត់មកណាជះយក2កញ្ញោហើយអាចុងក្រោយ1កញ្ញោទៀតហើយខោក3កញ្ញោបាទមនុស្សចាស់បាទប្រិមិត្តបាទដោយបាទខោកមួយទំហឹងតែម្ដងបាទធ្វើឲ្យបងប្រុសខាងលើហ្នឹងគាត់មានការបាទមិនសុខចិត្តដោយបាទគាត់មិនដែលមានអ្នកណាខោកកញ្ញោគាត់បាទបែបនេះណាបាទប្រិមិត្តបាទឥឡូវនេះបាទយើងឃើញថាបាទបងប្រុសដែលជាម្ចាស់ឡានដោយសារតែគាត់ខឹងបាទប្អូនប្រុសបាទដែលជាម្ចាស់ម៉ូតូហ្នឹងដោយសារតែគាត់ជិះបាទម៉ូតូនៅក្នុងភូមិបាទគាត់មិនមានការបាទបន្ថយល្បឿនបាទគាត់បើកម៉ូតូលឿនបាទស្រាប់តែទៅបុកបាទទ្វាររថយន្តហ្នឹងបាទក៏ផ្លោងទៅប៉ះបាទប្អូនស្រីបាទត្រូវជាបាទកូនរបស់បាទម្ចាស់ឡានតែពេលបាទត្រូវបាទកូនគាត់អញ្ចឹងគាត់មានអារម្មណ៍ខឹងដោយសារតែគាត់ចិត្តជាឪពុកណាគាត់ខឹងអញ្ចឹងទៅក៏គាត់ស្ទុះបាទទៅខោកបាទកញ្ញោទៅលើបាទប្អូនប្រុសខាងលើនឹងតែម្ដងប្រិមិត្តបាទដោយឥឡូវនេះយើងឃើញទស្សនវិជ្ជាផ្ទាល់ហើយបាទសិតតែអ្នកភូមិទេបាទប្អូនប្រុសក៏បាទអ្នកភូមិនៅចំណុចនេះដែរបាទផ្ទះក្បែរគ្នាអូនផ្ទះក្បែរគ្នាអូនណាចៃហ្នឹងបងចៃឯងហ្នឹងឲ្យមកឯងហ្នឹងវាមិនដែលលឿនខ្លាំងទេបងតែស្ងាត់ទេពេលដល់ណៃស្ងាត់បងស្ងាត់ដែរណោះបាទតែអាណៃមានបានឃើញឡានគាត់ឃើញបងឃើញអាភ្លើងហ្វាតែអាក្រោយបងអាឡៃគាត់បើកទ្វារក្រោយហ្នឹងមានភ្លើងមកពីណាបងបែរមើលឡើងងឹតចឹងហ្នឹងហើយខ្ញុំជិះមកគាត់ពងបើកទ្វារមកខ្ញុំពងជិះទៅចាប់ប្រាំងបដួលខ្ញុំចាប់ប្រាំងបដួលតែអាម៉ូតូវាជាប់គេហ่าបងវារេអាក្បាលទៅមុខទៀតរេទៅមុខហ្គាំងបាទចប់ហ្គាំងបងចប់ហ្គាំងពេលហ្នឹងចាប់ប្រាំងហើយអាហ្គាំងយើងមិនមូបងពេលអកស្រួលខ្លាំងហ៎ហើយមុខបដួលខ្ញុំបដួលខ្លួនឯងហើយអាម៉ូតូវារេទៅមុខមុខឡានគាត់នេះបងបុកឡានគាត់ពុកឡោមទៅត្រូវបងកូនគាត់តែម្ដងបុកឡានគាត់ខ្ញុំក៏ដួលហើយកូនគាត់នៅក្នុងឡានទេបងអត់មានត្រូវកូនគាត់អត់ត្រូវបងត្រូវជើងបងបដួលហើយគាត់ម្ដងគាត់ថោកខ្ញុំថោកយកមានសួរនាំយកហ្មងចុះមានន័យថាអត់ទាន់បាននិយាយស្ដីអីជាមួយនឹងប្អូនឬក៏បកកាយគ្នាទេអត់មានបកកាយគ្នាគាត់ចុះមកវាយយកហ្មងហើយគាត់និយាយថាកំហឹងមកឆាវដល់ពេលវាយអូនប្រហែលកញ្ញោដំបងហើយក៏បានដល់ស្រែកគ្នាបញ្ចប់ហើយខ្ញុំអត់ទាន់ដល់ស្រែកគ្នាបញ្ចប់ទេហ្មងសារអីគាត់នៅតែសម្ដីលយយកហ្មងហើយយកលយយកហ្មងបាទគាត់និយាយថាគាត់អត់ខុសតែទៅពេលខោកណែហើយណែសុំទោសគាត់ឬក៏យ៉ាងណាពេលហ្នឹងពេលហ្នឹងខ្ញុំដើរទៅមកបងខ្ញុំលើកម៉ូតូស្រួលបួហើយខ្ញុំសុំទោសគាត់ហ្មងសុំទោសគាត់បាទតែគាត់អត់សុំមានសុំទោសខ្ញុំទេហើយតែគាត់វាយខ្ញុំហើយគាត់និយាយថាគាត់ឈ្នះតែប្អូនសុំទោសគាត់មុនដែរបាទសុំទោសគាត់កំហុសថាប្អូនបានជីប៉ះពៀមែនហ្មងខ្ញុំដឹងថាខ្ញុំខុសខ្ញុំជីប៉ះគាត់ខ្ញុំនិយាយថាខ្ញុំបងខ្ញុំខុសខ្ញុំជីប៉ះពួកឯងតែគាត់អត់មាននិយាយគាត់ប្រើមកកំហឹងជះយកហៅមកផ្ទះខ្ញុំរហូតហើយខ្ញុំមិនកិច្ចរហូតស្ទុះរវាយប្អូនរហូតបាទហើយទៅពេលខោកប្អូន2កញ្ញោដំបងចុះអាមកកញ្ញោក្រោយហ្នឹងយ៉ាងម៉េច
អាកញ្ញោក្រោយណាពេលលើកម៉ូតូឡើងគាត់ដាក់មកកញ្ញោទៀតបងអាពេល ខ្ញុំ លើក មានន័យថាក្នុងហេតុការណ៍តែមួយហ្នឹង3កញ្ញោ បាទ ហើយទៅពេល3កញ្ញោប្អូនសុំទោសគាត់គាត់នៅតែមិនព្រមទៀត គាត់នៅតែមិនព្រមទៀតគាត់និយាយលយគាត់ថាខ្ញុំក្មេងវាក្មេងអីចឹងទៅ ចាឥឡូវប្អូនកើតទុំសិតចិត្តរឿងគាត់ខោក3កញ្ញោហ្នឹងរឿងក៏យ៉ាងម៉េចឬក៏ ខ្ញុំកើត អូ ទុ ន ក ចង់ទៀមទាសំណងឬក៏ចង់ទៀមទាដំណោះស្រាយយ៉ាងម៉េច ខ្ញុំចង់ទៀមទៀតថាអឺ ខ្ញុំចង់តែគាត់និយាយប្រមាថបើសុំគុំខ្ញុំមកព្រោះអីពេលហ្នឹងគាត់ខោកខ្ញុំវូគាត់ខ្ញុំដួលព្រៀងគាត់មានសួនមកគាត់មកខោកខ្ញុំយកហ្មងហើយមកទៅមកទៅ ហើយខលពីជីវិតមនុស្សដែលកំពុងតែដួលនៅខាងក្រៅទាំងដែលគាត់ជិះឡាននេះ ឲ្យសមាជិកគាត់គឺបាទ ខ្ញុំចង់តែគាត់សុំទួយផ្ដោតសំណងឲ្យខ្ញុំមកឈាមជើងខ្ញុំហើយរបួស នេះចេះមកដល់ចំណងហើយជំនាញមកដោះស្រាយណាហើយបើថាអាចតគ្នាបានដកដានហើយក៏មកថាឥឡូវយើងបាក់គាត់ទុំទេបើចាស់រួចបើបញ្ចប់ទៅបើចាស់តែសារអីសារព័ត៌មានដល់ហើយណា តែគាត់អត់មានអារម្មណ៍ថាខ្លួនឯងខុសហើយគាត់មុនដំបូងខ្ញុំមកនិយាយត្រឹមត្រូវហើយប៉ុន្តែគាត់បោះសម្ដីខ្លាំងដាក់ខ្ញុំមក ឥឡូវគាត់អត់ទៅនេះគាត់ហៅមិនទេ ការនេះបាទដូចជាបាទមិនមានរឿងធ្ងន់ធ្ងរទេក៏ប៉ុន្តែបាទយើងឃើញបាទស្ថានភាពបាទជាក់ស្ដែងបាទពួកគាត់ទាំងសងខាងដូចជាបាទមិនមានការយោគយល់គ្នាបាទឥឡូវនេះយើងឃើញថាកម្លាំងសមត្ថកិច្ចរបស់យើងលោកបានចុះមកដល់ហើយបាទទីតាំងបាទកើតហេតុបាទនៅក្នុងបាទសង្កាត់ទឹកថ្លាបាទខណ្ឌសែនសុខបាទរាជធានីភ្នំពេញបាទនៅវេលាបាទយប់បាទរំលងអាត្រិតបាទឈានចូលថ្ងៃទីបាទ4បាទខែ បាទមីនាបាទឆ្នាំ2026នេះតែម្ដងប្រិមិត្តបាទហើយយើងឃើញទស្សនវិជ្ជាផ្ទាល់កម្លាំងសមត្ថកិច្ចរបស់យើងបាទហៅបាទភាគីខាងម៉ូតូបាទនិងភាគីខាងរថយន្តបាទយកទៅនិយាយគ្នាដើម្បីដោះស្រាយគ្នាបញ្ចប់រឿងដោយខ្ញុំបាទមានការលើកឡើងអញ្ចឹងបាទរឿងរ៉ាវបាទចរាចរណ៍បាទកុំឲ្យបង្កទៅជាហិង្សាពេលណាបង្កទៅជាហិង្សាវាអាចនឹងបាទមានរឿងបាទអីផ្សេងបាទកើតឡើង ដោយសារតែបាទករណីចរាចរណ៍យើងអាចដោះស្រាយគ្នាបានយើងដោះស្រាយគ្នាទៅព្រោះបាទអ្នកណាក៏មិនចង់ដែរអចេតនាបាទរៀងខ្លួនទេបាទប្រិមិត្តបាទហើយអរគុណច្រើនបាទខ្ញុំបាទអឹមស៊ីទួបាទទាំងក្រុមការងារបាទសូមបញ្ចប់បាទការផ្សាយបាទមានព័ត៌មានថ្មីនិងប្លែកយ៉ាងណាបាទខ្ញុំបាទនឹងផ្សាយជូនមកដល់បាទប្រិមិត្តបន្តទៀតបាទសូមអរគុណបាទសូមបាទគោរពលា